dây tràn mà lấy nè xì mà chừng này tới chịu nè ôiលោកមីមជាការតើលោកហៅខ្ញុំមានការអីដែរបាទនឹងហើយដាំខ្ញុំមានការងារមួយសម្រាប់ឯងតើលោកមីមជាការមានការងារអីដែរបាទឆាប់ប្រាប់ខ្ញុំមកយើងចង់ឲ្យឯងទៅធ្វើជាជនបង្កប់ហេតុអីបានជាលោកមីមជាការជ្រើសរើសយកខ្ញុំព្រោះយើងឃើញឯងធ្វើការងារបានល្អហើយណាមួយយើងទុកចិត្តឯងផងដោយសារតែឯងជាកូនមិត្តសម្លាញ់របស់យើងសូមទទួលបញ្ជាលោកមេមជាការខ្ញុំមិនឲ្យលោកខកចិត្តនោះទេឡងចុះចាត់មើលរឿងប៉ូលីសជនបង្កប់មែនទេបាទមែនហើយខ្ញុំចូលចិត្តមើលណាស់លោកកំជឿអីសភៅរឿងចេះតែនិពន្ធទេហេតុអីបានជានាងដឹងមកពីខ្ញុំជាប៉ូលីសផ្ទាល់នឹងហើយមកខ្ញុំដឹងសភៅរឿងនឹងចេះតែនិពន្ធទេលោកកុំតែជឿតាមសភៅរឿងពេកបើអញ្ចឹងខ្ញុំអរគុណនាងច្រើនហើយនិយាយអញ្ចឹងលោកតាណាដែរអូខ្ញុំទៅធ្វើការនៅភូមិបែកភ្នំលោកមិនដឹងទេថាទីនោះមានរឿងអ្វីកើតឡើងខ្លះបានជាលោកទៅធ្វើការនៅកន្លែងនឹងអញ្ចឹងខ្ញុំក៏មិនដឹងថាទីនោះមានរឿងអីដែរចុះបើលោកដឹងហើយតែធ្វើអីទៀតមិនអីទេបើសិនជាមានរឿងអីចាំខ្ញុំមកប្រាប់នាងវិញចុះនៅឲ្យស្ងៀមយើងជាចោរមានលុយប្រមាណឆាប់ឲ្យមកយើងមកនាងមានលុយប្រមាណឆាប់ឲ្យមកយើងភ្លាមមកប្រយ័ត្នយើងបាញ់ណាយើងទ្រាំនឹងពួកឯងមិនបានទេស៊ីក្រកកំភ្លើងទៅលបងយើងឆាប់រត់ទៅព្រោះយើងបានលុយហើយមិនអីទេនាងផ្ញើទុកសិនចុះកុំភ្លេចមកយកវិញផងណាយើងនៅចាំអញ្ចឹងខ្ញុំលាលោកសិនហើយណាឈប់សិននាងតើផ្ទះនាងនៅណាដែរផ្ទះខ្ញុំមែនទេលោកដែរដល់ចុងភូមិទៅហើយសួរគេថាផ្ទះពូសុកមួយណាគេប្រាប់ហើយអរគុណហើយចាំថ្ងៃណាខ្ញុំទំនេរខ្ញុំទៅលេងមិនអីទេខ្ញុំទៅសិនហើយអញ្ចឹងពូម៉ូតូដប់ជូនខ្ញុំទៅចុងភូមិបន្តិចណាឡើងម៉ូតូមកមីអូនអស់ប្រហែលដែរពូឲ្យពូទៅ 5,000 មកបានហើយអរគុណហើយពូជម្រាបលាពុកអើយគាត់មកលេងផ្ទះហើយនៅអត់ហ្នឹងហើយនរណាគេមកហៅយើងទាំងព្រឹកហ្នឹងអត់ដឹងម៉ោងគេដេកទេអីមាននរណាគេទៀតគឺកូនស្រីពុកនឹងហើយអូរតនាកូនពុកទេអីចាំបន្តិចពុកចុះតើឥឡូវហើយចាស់ពុកឯងប្រឡងធ្វើជាប៉ូលីសជាប់ឬក៏អត់កូនពុកឯងទាយតែមើលថាកូនស្រីម្នាក់នេះប្រឡងជាប់ឬក៏មិនជាប់ឆាប់និយាយឲ្យលឿនមកកុំបោបាច់ច្រើនពេកប្រយ័ត្នមកកញ្ញឥឡូវហើយកូនប្រឡងជាប់ហើយនឹងបានមកធ្វើជាមេប៉ោះនៅក្នុងភូមិយើងទៀតបើឯងប្រឡងជាប់ហើយហេតុអីក៏ឯងមិនទៅធ្វើកន្លែងផ្សេងមកទីនេះធ្វើអីឯងដឹងហើយតើថាឆែបជាមេម៉ាហ្វៀ
ហេតុអីបានជាឯងមកធ្វើជាមេប៉ុស្តិ៍នៅទីនេះទៀត ខ្ញុំខំប្រឹងរៀនរហូតបានធ្វើជាប៉ូលីសដើម្បីសម្អាតអំពើពុករលួយនៅក្នុងភូមិហ្នឹង យើងដឹងហើយថាឯងចង់សម្អាតតែវាគ្រោះថ្នាក់ណាស់ដឹងទេ ពុកកុំបារម្ភច្រើនពេកអីតោះចូលផ្ទះ បើយើងប្រាប់ឯងមិនស្ដាប់យើងមិនដឹងធ្វើមិនទេមកចូលក្នុងផ្ទះមក អាឡូជំរាបសួរលោកមេបញ្ជាការឥឡូវនេះខ្ញុំបានមកដល់ទីតាំងហើយបើសិនជាឯងទៅដល់ទីតាំងហើយឯងចាប់ផ្ដើមធ្វើការទៅណាតែជាដំបូងខ្ញុំត្រូវធ្វើអីខ្លះជាដំបូងឯងត្រូវទៅចូលទៅក្នុងក្រុមអាឆែបឲ្យបានតែយើងមានបពពួកនៅទីនេះដែរឬក៏អត់មានប៉ុន្តែយើងមិនបានឲ្យនាងទៅធ្វើការងារជាជនបង្កប់ទេយើងបានបញ្ជូននាងទៅធ្វើជាមេប៉ុស្តិ៍នៅក្នុងភូមិនោះនាងមានឈ្មោះថារតនាហើយមួយទៀតកុំឲ្យនាងដឹងថាឯងជាប៉ូលីសជនបង្កប់អីសោះណាបានសូមទទួលបញ្ជាលោកមេបញ្ជាការថ្ងៃនេះយើងមានអារម្មណ៍តែចង់ចេញប្លន់តើពួកឯងគិតយ៉ាងម៉េចដែរមែនហើយលបងពួកយើងខានចេញប្លន់យូរមកហើយមែនទេគ្នាយើងបាទមែនហើយបាទមែនហើយអាដនឯងមានដឹងតែក្នុងភូមិយើងផ្ទះណាមានជាងគេទេគឺផ្ទះមេភូមិលបងឥឡូវនេះវាមានខ្លាំងណាស់បានការងារនេះយើងបកលឲ្យឯងហើយអរគុណលបងដែលបានទុកចិត្តមកលើខ្ញុំ បងឆែបកុំបកលការងារនេះឲ្យអាដនអីខ្ញុំឃើញវាធ្វើការពេលណាក៏មិនដែលបានសម្រេចសោះហើយ មិនអីទេអូនបុផាការងារនេះឲ្យវាធ្វើចុះអរគុណហើយលបងដែលលបងទុកចិត្តលើខ្ញុំបានហើយឆាប់ចេញទៅឯងនាំគ្នាយើង3នាក់ចូលតាមខាងក្រោយហើយយើង2នាក់អាចក់ចូលតាមទ្វារមុខអាយ៉ាពួកវាចង់ប្លន់ផ្ទះមេភូមិតានេះដូចជាក្រុមរបស់អាឆែបតាតែយើងគិតធ្វើម៉េចទើបអាចចូលក្រុមអាឆែបបានណអាឡូតើឯងមានការអីមែនទេបានមានពេលនេះខ្ញុំបានឃើញក្រុមអាឆែបហើយបើអញ្ចឹងឆាប់តាមដានពួកវាទៅថាទីតាំងពួកវានៅណាកុំអាលអីលោកមេបញ្ជាការខ្ញុំចង់ឲ្យលោកជួយខ្ញុំរឿងមួយលោកឆាប់បញ្ជូនប៉ូលីសមកក្រុមមកផ្ទះលោកមេភូមិមករឿងផ្សេងទៀតខ្ញុំចេះចាត់ការខ្លួនឯងហើយបានឥឡូវចាំបន្តិចណាយើងតាក់ទងទៅគេឥឡូវនេះហើយបាទជម្រាបលាលោកមេបញ្ជាការពួកឯងជានរណាគេមិនក៏ហ៊ានចូលមកក្នុងផ្ទះយើងគឺជាចៅឯងមានទ្រព្យសម្បត្តិទាំងប៉ុន្មានឆាប់ប្រមូលមកឲ្យយើងទាំងអស់មកបើសិនជាចង់មានជីវិតរស់នៅតទៅទៀតលោកពុកមានរឿងអីមែនទេឮសំឡេងខ្លាំងម្ល៉េះអាយ៉ាលបងអាតាកាចាស់នេះមានកូនកំមុំទៀតអញ្ចឹងកូនកំមុំនេះខ្ញុំសុំចាត់ការឲ្យណាលបងឯងកុំធ្វើអីកូនស្រីយើងឲ្យសោះណាឯងចង់បានទ្រព្យសម្បត្តិមែនទេឯងយកទៅទ្រព្យសម្បត្តិឯងក៏យើងយកកូនឯងក៏យើងយកដែរអាដែងទៅចាប់កូនវាមកបាទលបងកូនផ្ទះយើងមានចោលប្លន់ហើយឆាប់រត់ទៅអើយឯងជាអ្នកណាមកចាប់យើងធ្វើអីលេងចឹងទៅលេងនេះលបងកូនស្រីវាស្អាតដែរតាលបងអាចកឯងឆាប់ទៅប្រមូលទ្រព្យសម្បត្តិមកឯងប្រមាណអ្នកឆាប់សម្លេះវាទៅយើងសុំសបាយជាមួយកូនស្រីវាសិនឯងកុំធ្វើអីកូនស្រីយើងឲ្យសោះណាឯងចង់បានអីយើងក៏ឲ្យដែរយើងសុំវល់អីក៏និយាយច្រើនម្លេះនេះស៊ីមកជើងនេះទៅឈឺណាស់អូយឆាប់លេងចឹងទៅលេងកុំខ្លាចអីអូនយើងទៅឡើងឋានសួគ៌ជាមួយគ្នាណាពុកអើយជួយកូនផងពុកកុំអីអើយលេងបានហើយឈប់ស្រែកទៅ
ស្រែកយ៉ាងណាក៏គ្មានអាណាគេមកជួយដែរ លបងឆាប់បើកទ្វារមានរឿងធំហើយលបងមានរឿងស្អីចាំបន្តិចបានទេមិនបានទេលបងពេលនេះយើងឆាប់កិច្ចខ្លួនទៅប៉ូលីសមកដល់ហើយយីអាប៉ូលីសអស់នឹងដូចជាខ្វះពេលមកអញ្ចឹងអញមិនទាន់បានអីបន្តិចផងតោះឆាប់រត់ទៅពួកអញឆាប់បកលខ្លួនតាមស្រួលមកពួកយើងបានពាត់ចិត្តអស់ហើយយើងមិនទៅភ្លើបកលខ្លួនឲ្យពួកឯងចាប់ងាយងាយនោះទេពួកអាដែងបាញ់ទៅនេះគ្នាពួកឯងស្លាប់អស់ហើយយល់ល្អឆាប់បកលខ្លួនមកយើងនឹងទុកជីវិតឲ្យឯងពួកឯងស្គាល់យើងតិចពេកហើយបងប្រុសបងឯងត្រូវគ្រាប់ហើយតើបងចង់ឲ្យខ្ញុំជួយដែរទេជួយយើងផងតើឯងចេះបាញ់កាភ្លើងដែរទេខ្ញុំចេះបាញ់កាភ្លើងប៉ុន្តែខ្ញុំមានលក្ខខណ្ឌមុននឹងខ្ញុំជួយបងប្រុសមិនថាជាលក្ខខណ្ឌអីទេយើងព្រមទាំងអស់ឲ្យតែឯងជួយយើងអញ្ចឹងបងនៅពីក្រោយខ្នងខ្ញុំសិនមកនេះណាពួកឯងស៊ីគ្រាប់បែកនេះមួយទៅតោះពួកយើងឆាប់រត់ទៅនិយាយអញ្ចឹងតាប្អូនឯងជានរណាដែរព្រោះយើងមិនដែលឃើញឯងនៅក្នុងភូមិនេះទេមែនហើយបងប្រុសខ្ញុំមិនដែលនៅទីនេះទេខ្ញុំជាជនល្មើសដែលរត់មកពីទីក្រុងមូលហេតុអីបានជាឯងគេចខ្លួនខ្ញុំចូលប្លន់លុយក្នុងធនាគារហើយក៏ជ្រុលដៃសម្លាប់មនុស្សទៅអូតាមពិតគឺអញ្ចឹងទេអីពេលនេះខ្ញុំមិនដឹងថាទៅនៅឯណានោះទេព្រោះមិនដែលស្គាល់ទីនេះណែនិយាយអញ្ចឹងបងប្រុសខ្ញុំសុំទៅនៅជាមួយបងផងបានទេចាំមើលយើងគិតសិនមើលមិនបាច់គិតទេបងខ្ញុំសុំទៅនៅជាមួយបងដែរមកខ្ញុំសុំអង្វរណាបងណាមិនបាច់អង្វរទេតោះទៅជាមួយយើងទៅជួបជាមួយលបងធំអរគុណហើយបងប្រុសអរគុណណាស់បានហើយមកដើរតាមយើងមកសូមគោរពលបងឆែបខ្ញុំមកដល់ហើយចុះបាត់ពួកអាដែងដែលយើងឲ្យទៅជាមួយឯងទៅណាអស់ហើយអូពួកវាស្លាប់អស់បាត់ហើយលបងមានរឿងអីបានជាពួកវាស្លាប់ខ្ញុំបានបាញ់តដៃជាមួយនឹងប៉ូលីសហើយពួកអាដែងក៏ត្រូវប៉ូលីសបាញ់ងាប់អស់ខ្ញុំបានប្អូនប្រុសខាងនេះជួយខ្ញុំទៅខ្ញុំរួចជីវិតបានមកដល់កន្លែងណាលបងដនយើងខំទុកចិត្តលើឯងហេតុអីបានជាឯងធ្វើឲ្យយើងអស់សង្ឃឹមទៀតហើយពេលហ្នឹងបើសិនជាយើងជឿតាមសម្ដីអូនបុផាប្រហែលជាគ្មានរឿងនឹងកើតឡើងទេមើលទៅលបងខ្ញុំសុកចិត្តទទួលទោសទាំងអស់សូមលបងដាក់ទោសខ្ញុំមកចុះបានហើយលើកនេះយើងនឹងលើកទោសឲ្យឯងម្ដងទៀតទៅចុះអរគុណហើយលបងអរគុណច្រើនណាស់ខ្ញុំអរគុណមែនទែនណាលបងហើយអាក្មេងប្រុសនេះជានរណាគេទៅគេមែនទេលបងគេជាអ្នកទោសដែលរត់មកពីទីក្រុងហើយគេក៏មកតាមឯងតែម្ដងអីគេសុំនៅជាមួយខ្ញុំដែរប៉ុន្តែខ្ញុំមកសួរលបងជាមុនថាតើលបងឲ្យគេនៅដែរឬក៏អត់យើងមិនយកមនុស្សដែលមិនស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេលបងខ្ញុំសុំនៅជាមួយលបងដែរមកខ្ញុំសុំអង្វរណាលបងឲ្យខ្ញុំធ្វើអីក៏បានដែរឲ្យតែលបងឲ្យខ្ញុំនៅជាមួយលបងឲ្យគេនៅជាមួយដែរទៅណាមួយគេបានជួយជីវិតខ្ញុំដែរយើងថាមិនអោយគឺមិនអោយហើយមានរឿងអីមែនទេបានជាលឺសំឡេងទៅដល់ខាងក្នុងម្លេះនេះ
អូនបុផាអាដនវាមិនដឹងជំនុំនរណាមកទេគេមកសុំនៅជាមួយក្រុមយើងដែរ ហើយបងឲ្យគេទៅដែរមែនទេ បងមិនទទួលមនុស្សដែលមិនស្គាល់អត្តសញ្ញាណចូលក្រុមនោះទេ មើលអូនសុំមើលបន្តិចមើលអាដនងាកចាញ់មនុស្សប្រុសអីក៏សង្ហាយ៉ាងនេះមិនដែលឃើញទេលោកអើយបើសិនជាបានមកធ្វើជាប្តីរបស់យើងមិនដឹងជាល្អប៉ុណ្ណាទេ នាងខ្ញុំសុំនៅក្នុងក្រុមនឹងផងបានទេនាងឲ្យគេនៅក្នុងក្រុមនឹងផងដែរទៅព្រោះគេក៏បានជួយជីវិតខ្ញុំផងដែរ សូមរងចាំទស្សនាភាគបន្តថាតើនាយដាំអាចចូលជាមួយនឹងក្រុមនាយឆែបបានដែរឬទេសូមរងចាំទស្សនាភាគទី2ដែលជាភាគបន្តសូមអរគុណ